ជំរាបសួរបងបាទជំរាបសួរបាទអរគុណច្រើនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃចូលរួមបទសម្ភាសន៍ជាមួយនឹងភ្នំពេញរៀលសូមបងណែនាំពីខ្លួនឯងផងបាទសូមជំរាបសួរទស្សនិកជនទាំងអស់ហើយក៏ដូចជាបាទជំរាបសួរទីកស្រស់សង្ហាបាទខ្ញុំប្រហែលជាបងប្អូនយើងមួយចំនួនអាចស្គាល់ហើយខ្ញុំឈ្មោះយនសេងហានបាទជាអគ្គនាយករបស់ក្រុមហ៊ុនសេងហានដែលនៅក្នុងក្រុមហ៊ុនសេងហានយើងមានលក់ដីឡូមានផ្ទះល្វែងហើយយើងមានប្រភេទអាហារផនហើយនឹងប្រភេទខាងសម្រស់ផងដែរហើយក៏មានស្ថាប័នបណ្ដុំបណ្ដាលផងដែរតកតងនឹងបច្ចុប្បន្ននេះអញ្ចឹងគឺពាក់ព័ន្ធនឹងប្រវត្តិអីផ្សេងចាំឲ្យទីកសាកសួរបន្ថែមចុះហើយនេះគឺប្រវត្តិសុខខ្លីៗបាទអ្វីដែលបងចងចាំបំផុតកាលពីកុមារភាពវាមានរឿងល្អនិងមានរឿងមិនល្អប៉ុន្តែអ្វីដែលខ្ញុំចង់ចែកម្លែកជូនទស្សនិកជនទាំងអស់សម្រាប់ការនៅកុមារភាពអ្វីដែលខ្ញុំចងចាំបំផុតគឺភាពក្រីក្រភាពពិបាកដែលខ្ញុំមើលឃើញដល់សប្តាហ៍នៅទោះបីជាថ្មិចភ្នែកក៏នៅឃើញរូបភាពដែលយើងនៅពីតូចរស់នៅក្នុងសភាពមួយពិបាកហើយអត់ឃ្លានទៅរៀនគ្មានលុយចាយពេលមកផ្ទះគឺពេលខ្លះមានតែយើងតែប្រហុកហើយនឹងផ្អកអានឹងរឿងទាំងអស់នឹងចងចាំដល់សប្តាហ៍បាទជាហេតុទៅធ្វើឲ្យខ្ញុំប្រឹងប្រែងនៅក្នុងការផ្លាស់ប្ដូរស្ថានភាពមួយដែលខ្ញុំគិតថាកូនខ្ញុំមិនគួរក្នុងសភាពដូចខ្ញុំធ្លាប់នៅទេបាទនេះគឺជាអ្វីខ្ញុំចងចាំការចងចាំនេះជួយអ្វីខ្លះដែរមកដល់បច្ចុប្បន្នបងជាការពិតល្អណាស់គឺតកតងនឹងការចងចាំរឿងទាំងអស់ហ្នឹងវាជួយឲ្យខ្ញុំបានឡើងដល់ថ្ងៃនេះគឺតាមរយៈដែលដូចខ្ញុំបញ្ជាក់អញ្ចឹងគឺខ្ញុំអត់ចង់ឲ្យទី1ខ្លួនឯងបាទទី1ខ្លួនឯងហ្នឹងគឺមិនអាចរស់នៅក្នុងសភាពដូចដើមទី2ខ្ញុំត្រូវតែជួយឪពុកម្ដាយខ្ញុំហើយពិសេសគឺកូនខ្ញុំមិនអាចរស់នៅឲ្យក្រដូចខ្ញុំដូច្នេះហើយគឺពីមួយថ្ងៃទៅមួយថ្ងៃមានតែការប្រឹងប្រែងរហូតដល់សប្តាហ៍នេះយើងទទួលបានទាំងអស់នេះវាមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យទេហើយចឹងហើយខ្ញុំកន្លែងនេះចង់ជម្រាបពុកម៉ែបងប្អូនទាំងអស់ថាភាពក្រីក្រទាំងអស់ហ្នឹងបើយើងចេះបំលែងអាភាពក្រីក្រភាពលំបាកទាំងអស់ហ្នឹងគឺធ្វើឲ្យយើងជោគជ័យបានប៉ុន្តែបើសិនយើងអត់ចេះបំលែងទេវាជារឿងធ្វើឲ្យយើងបាក់ទឹកចិត្តមែនទេធ្វើឲ្យយើងបាក់ទឹកចិត្តថាយើងក្រយើងពិបាកយើងមិនអាចខ្លាចទៅជាអ្នកមានបានអានេះគឺជាការគិតខុសរបស់យើងបាទ